ដូចដែលបានសន្យានេះគឺជា 566K បានប៉ះហើយ design ពេលស្អាតមែនទែនស្អាតដោយសារ K យោងដែរទេហើយបើយើងនិយាយពី quality វិញគឺមិនធម្មតាទេប៉ុន្តែតែខ្ញុំនិយាយពីមុនអញ្ចឹងថាអេក្រង់ពិតជាពិបាកមើលមែនឧទាហរណ៍ថាបើអ្នកទាំងអស់គ្នាភ្លេចយក monitor មកប្រហែលជាស្ពៃហើយប៉ុន្តែអូខេកាមេរ៉ាមួយនេះខ្ញុំតេស្តហើយឃើញថា quality មិនធម្មតាទេ 6K open gate ខ្ញុំតេស្តមើល quality low light dynamic range ឃើញថាគ្រាន់បើឥឡូវទៅមើល footage ខ្លះៗសិនយើងឃើញមាន option ច្រើនគ្រាន់បើដែរមាន digital 6K 4K Super 16 ឬក៏ HD រាប់ចូលថាខ្លាំងហើយជាមួយនឹងគុណភាពនិងតម្លៃប៉ុន្តែមានចំណុចមួយចំនួនដែលខ្ញុំគិតថាមនុស្សមួយចំនួនអត់ទាន់ដឹងទេអញ្ចឹងសម្រាប់អ្នកដែលមានគម្រោងចង់ទិញ 566K នេះគឺកាមេរ៉ាមួយនេះអត់មាន HDMI មកទេគឺមានតែ SDI ខាងក្រោយនេះហើយនឹង Type C មាននៅក្រោយមួយមាននៅមុខមួយខាងក្រោយនេះគឺសម្រាប់ដោតជាមួយនឹង SD របស់យើងហ្នឹងហើយ Type C ខាងមុខនេះគឺ Viewfinder ដែលអ្នកនរនេះអាចប្រើប្រាស់ connector HDMI យ៉ាងមកយើងដោតមកប្រើមួយ monitor បានអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំប្រើ Ninja V បើខ្ញុំអត់មាន SDI ទេតើបើសិនជាយើងចង់ប្រើ SDI តើយើងទិញ module ពីក្រោយអញ្ចឹងណាប៉ុន្តែខ្ញុំមានតែ HDMI ទេខ្ញុំបានតេស្តមើលហើយគឺវាអត់ដើរទេខ្ញុំមិនដឹងថាមកពី Ninja របស់ខ្ញុំឬក៏វាមានបញ្ហា error អីទេសម្រាប់ monitor ផ្សេងគឺប្រើបានធម្មតាដូចជាម្ចាស់កាមេរ៉ាគាត់មាន PT6 អញ្ចឹងគាត់ connect ចូលប្រើបានធម្មតាទេនិយាយទៅខ្ញុំមិនថាកាន់ជើងឬក៏រើសអើង Ninja អីទេតាំងពីខ្ញុំទិញដំបូងមកគឺវាតែងតែមានបញ្ហាជាមួយ Black Magic រហូតអា Ninja ហ្នឹងខ្ញុំមិននិយាយ Ninja និយាយ Automos វិញហ្នឹងហើយកាលខ្ញុំទិញមកភ្លាមគឺអា ProRes RAW ហ្នឹងគឺដាក់ចូល DaVinci អត់ស្គាល់ទេហ្នឹងគឺ automatic អត់ស្គាល់ហ្មងតើយើង convert អាហ្នឹងមកតង់ទៀតដើម្បីបែកវាទៅជា RAW DNG ផ្សេងទៀតទៅវាវែងឆ្ងាយនិយាយទៅពីរ brand ហ្នឹងគឺកង់គ្នាតែម្ដងខ្ញុំមិនដឹងថៃទេឥឡូវមករឿង HDMI ហ្នឹងទៀតខ្ញុំមិនដឹងថាមកពី monitor របស់ខ្ញុំឬក៏គ្រប់គ្នាទេខ្ញុំព្យាយាម search មើល YouTube ដែរប៉ុន្តែអត់មានអាគេ set up ដូចខ្ញុំទេគឺដាក់ 5cc ជាមួយនឹង Atomos ហ្នឹងភាគច្រើនគេប្រើ Black Magic ឬក៏ Portkey អញ្ចឹងទៅឬក៏ Ninja វាចាស់ពេកឬក៏មិនខ្ញុំមិនដឹងដែរអូខេមកចំណុចមួយទៀតគឺកាមេរ៉ានេះមានតែ RAW ទេអត់មានមក ProRes មកជាមួយទេកន្លែងនេះមើលឃើញអត់កាមេរ៉ានេះ order វាមាន ProRes នៅខាងនេះឥឡូវវាអត់មានទេវាមានតែ RAW ឯងអញ្ចឹងអ្នកនរគ្នាថតមកគឺ RAW automatic ហ្មងគឺយើងអាចថត ProRes select បានទេបើសិនចង់ថត ProRes គឺយើងប្រើ Black Magic Assist monitor របស់ Black Magic ណាហ្នឹងហើយយើងថត ProRes នៅលើនឹងបានខុសពីកាមេរ៉ា Pocket ដូចខ្ញុំធ្លាប់ប្រើ 4K អញ្ចឹងយើងខ្ជិលថត RAW អញ្ចឹងយើងអាចថត ProRes បានហ្នឹងហើយប៉ុន្តែនេះអត់បានទេគឺបានតែ RAW ទេប៉ុន្តែពេលដែលយើងថត RAW មកគឺវាមក proxy file មកជាមួយគ្នាតែម្ដងអញ្ចឹងពេលយើងថតមកគឺមានមកពីរ file មួយ RAW មួយ proxy អញ្ចឹងសម្រាប់អ្នកកុំព្យូទ័រដែលរៀង slow គាត់អាចប្រើ proxy នឹងសិនមកពេលដែលយើងកាត់តឲ្យអស់ហើយចាំយើង convert វាទៅ RAW មកហើយយើងកែ color តាមហ្នឹងទៅដូចខ្ញុំប្រើ Red រាល់ថ្ងៃក៏អញ្ចឹងដែរពេលយើងថត RAW មកគឺយើងអត់កាត់ RAW ទេគឺយើងកាត់ proxy សិនមូលហេតុដែលយើងប្រើ proxy គឺម៉ាស៊ីនមួយចំនួនវា slow អញ្ចឹងយើងត្រូវការកុំឲ្យគ្នារត់ខ្លាំងពេកគ្នាដើរធម្មតាអញ្ចឹងណាចុងក្រោយខ្ញុំចង់ឲ្យគុណទៅដល់ widget ឲ្យគាត់អនុញ្ញាតឲ្យខ្ញុំប្រើប្រាស់កាមេរ៉ារបស់គាត់យកមកតេស្តមកពីថ្ងៃហើយបើសិនបើអ្នកនរគ្នាចង់បានអាចតាក់ទងទៅគាត់មានតម្លៃពិសេសខ្ញុំ guarantee ហ្មងហើយបើសិនបើអ្នកនរគ្នាចង់ជួលមកបញ្ចេញអីសាកមើលសិនអាចតាក់ទងមកបានដូចគ្នាណានេះដាក់ឲ្យជួលខ្ញុំមិនដឹងប៉ុន្មានតែសួរម្ចាស់គេសិន